ស្ពានទន្លេយ៉ាងស៊ីស្ពានព្យួរប្រអប់ដែកដ៏ទំនើបស្ពានទន្លេយ៉ាងស៊ីគឺជាស្ពានព្យួរដ៏ធំមួយដែលប្រើប្រាស់រចនាសម្ព័ន្ធប្រអប់ដែកពីរជាន់ដ៏រឹងមាំស្ពាននេះមានប៉មខ្ពស់ពីរដែលទប់ខ្សែធំៗសម្រាប់ព្យួរគល់ស្ពានដែកដែលមានរាងដូចប្រអប់បិទជិតលក្ខណៈពិសេសសំខាន់វាមានទីតាំងឆ្លងកាត់ទន្លេយ៉ាងស៊ីក្នុងប្រទេសចិនតភ្ជាប់ទីក្រុងវូហាននិងហានស៊ូហើយវាមានប្រវែងសរុបប្រហែល35គីឡូម៉ែត្រស្ពានមេ 1.63 គីឡូម៉ែត្រនិងវិសាលភាពឆ្លងកាត់ទន្លេមាន1430ម៉ែត្រដែលជាចំណុចលេចធ្លោមួយលើពិភពលោកទទឹងគោស្ពានធំទូលាយរហូត 50.5 ម៉ែត្រសម្រាប់ផ្លូវល្បឿនលឿន8កន្លងហើយវាមានប៉មមេខាងត្បូងមានកម្ពស់ 212.75 ម៉ែត្រវាប្រើបច្ចេកវិទ្យាទំនើបប្រើប្រាស់សម្ភារៈនិងបច្ចេកទេសសាងសង់ថ្មីដើម្បីធានាភាពរឹងមាំនិងធន់សរុបមកស្ពាននេះគឺជាសមិទ្ធផលវិស្វកម្មដ៏ឆ្នើមដែលរួមបញ្ចូលគ្នានូវទំហំទទឹងធំនិងបច្ចេកវិទ្យាទំនើបបំផុតរបស់ប្រទេសចិន